សាធវោសាធុសប្បុរសអស់លោកអ្នកទាំងឡាយកាលបើសិនជានាគបានដឹងថាព្រះរេវតោព្រះអង្គទ្រង់នឹងសជាតិជាមនុស្សឈ្មោះថារេវតោនឹងត្រូវយាងមកលើផែនដីហើយពុំបានសុំពេលនោះក៏ស្ដេចនាគនេះឯងនឹងសម្ដែងនៅមហិទ្ធិឫទ្ធិខ្លាំងជាទីបំផុតហើយមកដេញចឹកសត្វរេវតៈឬគឺរេវតោនេះឯងសត្វរេវតោនេះនឹងកលាខ្លួនទៅជាមនុស្សក៏បានកលាខ្លួនទៅជាសត្វរេវតោក៏បានពីព្រោះសត្វនេះពពោធិសត្វអង្គនេះនឹងមានฤទ្ធិមានអំណាចខ្លាំងជាទីបំផុតហើយទ្រង់នឹងចង់បង្កើតមនុស្សឲ្យមាននៅលើពិភពនៃផែនដីនេះទៀតផងពីព្រោះផែនដីនេះកាលពីមុនមានតែពពួកនៃទេវតានិងព្រហ្មអត់ទាន់មានពពួកមនុស្សទេតែពពួកនៃទេវតានិងព្រហ្មនេះដែលមកនៅលើផែនដីនេះព្រះពោធិសត្វរេវតោព្រះអង្គទ្រង់ដឹងថាពេលនោះព្រហ្មនិងទេវតាត្រូវនឹងសម្រេចនៅសក្កទាគានិមៈសក្កទាគានិផលអនាគានិមៈអនាគានិផលទៅឋានសួគ៌អស់ពីផែនដីនេះហ่ะចឹងផែនដីដែលមាននេះគឺថានៅទំនេរពុំមានមនុស្សរស់នៅពពោធិសត្វរេវតោនេះព្រះអង្គ